អាទៅមានអីបាត់ឈឺជើងបាត់អីចឹងដែរណាវារួមសំគ្នាទៅជាចំយើងហៅទឹកហ្នឹងវាបាត់ឈឺជើងដៃយើងកលាស់កសៃកលាស់អីចឹងទៅវាស្រួលរលដងធ្លាប់តែណែនាំអំពីកុមារដែលគាត់បានមករៀននៅសាលា Blue Dolphin Swimming Club ប៉ុន្តែថ្ងៃនេះនាំអារម្មណ៍បងប្អូនមកជួបនឹងលោកពូអ្នកមីងម្ដងចាកូនចេះណែនាំថាមកហែទឹកទៅស្រួលខ្លួនចឹងដូចយើងហាត់ប្រាណចឹងហើយតែយើងមកហែទៅស្រួលខ្លួនមែនសម្រាប់កលក់អីចឹងទៅណាចាស់ណាអាយុប៉ុនខ្ញុំហ្នឹងមកហែទឹកហ្នឹងស្រួលមកហែទឹកឲ្យទៅវាសុខភាពរបស់ខ្លួនយើងចាហាត់ប្រាណហ្នឹងហែទឹកហែអីចឹងទៅវាបាត់ឈឺក្បាលឆ្កុំយើងដួលទេជាចំយើងហែទឹកហ្នឹងវាបាត់ឈឺជើងដៃយើងកលាស់តសៃកលាស់អីចឹងទៅវាស្រួលយើងហែទឹកឲ្យតសៃតសូងចកេះអីយើងអីហ្នឹងវាធ្វើចលនាទាំងអស់អញ្ចឹងញ៉ាំលក់អីចឹងណាធ្វើកុំឲ្យយើងឈឺដៃឈឺជើងអញ្ចឹងណាព្រួយដៃព្រួយជើងអញ្ចឹងមកហែទឹកចឹងស្រួលមានអីកាលមុនយើងអត់យល់ជ្រាបទៅកូនប្រាប់ដែរអត់តន់ជឿចាក់ដល់អញ្ចឹងយើងចេះហាត់ប្រាណអញ្ចឹងដល់បានមកទៅជក់លើហែលទឹកមានអីបាត់ឈឺជើងបាត់អីចឹងដែរណាវារួមផ្សំគ្នាទៅណាមួយសំខាន់លើយើងផ្សំដែរយើងឆាប់ចេះទៅគ្រូក៏សប្បាយចិត្តដែរចាវាចឹងណាហើយគ្រូគ្នាខំដែរតែបើយើងឆាប់ចេះខ្លួនឯងផ្សំវាល្អដែរប្រាប់ខ្ញុំជាគ្រូអត់មានអីក្រៅពីអរគុណអ៊ំតែគាត់ថាកុំព្យាយាមទាំងអស់គ្នាជាមួយខ្ញុំអញ្ចឹងគាត់អាចឆាប់ចាប់បានព្រោះមេរៀនដែលបង្រៀនទៅគាត់ចាប់បានល្អទាំងអស់ទាំងអ៊ំស្រីទាំងអ៊ំប្រុសសម្រាប់ចាស់មិនថាចាស់ឬក៏កូនក្មេងដែលគាត់ឈឺបាត់ដៃបាត់ជើងឬក៏គាត់ឈឺចង្កេះអីខ្ញុំចង់ឲ្យគាត់មកហាត់ហែទឹកដើម្បីសុខភាពការបាត់ឈឺដៃឈឺជើងរបស់គាត់ចឹងណាខ្ញុំក៏សូមអរគុណអ្នកគ្រូដល់អ្នកគ្រូខ្ញុំនេះហ្នឹងហើយដែលបង្រៀនខ្ញុំបានហែលទឹកបានចេះខ្លះហើយព្រោះថាយើងអត់ទាន់ហ៊ានបានវែងហើយយើងកម្លាំងចាស់ផងយើងមិនសូវហ៊ានលុបលុតណាយើងហែលខ្លីៗសិនណាប៉ុណ្្នឹងឯងតទៅមុខទេតែមុខហាត់ទេខ្លួនឯងចាអរគុណច្រើនអ្នកគ្រូជាចុងក្រោយបើសិនជាលោកពូអ្នកមីងមានចំណាប់អារម្មណ៍ចង់រៀនហែទឹកក៏ដូចជាស្វែងរកអាងហែទឹកអាចមកចុះឈ្មោះជាមួយនឹងសាលា Blue Dolphin Swimming Club បានអរគុណច្រើនជំរាបលា